Ok, chẳng ngày nayខ្ញុំធ្វើវីដេអូនិយាយអំពីយើងទិញ stock ជាដំណាក់កាលណាអញ្ចឹងជាទូទៅយើងកាលណាយើងទិញ stock យើងរំពឹងថាវាឡើងទៅលើក៏ប៉ុន្តែវាមិនប្រកាសថាឡើងទៅលើទាំងអស់ហើយវាអាចថាទិញរួចវាចុះមកក្រោមវាបន្តធ្លាក់ទៀតអញ្ចឹងវាធ្លាក់រហូតអញ្ចឹងឃើញទេអញ្ចឹងអានេះវាស្អីយើងនិយាយឲ្យងាយស្រួលក្នុងការគណនាហើយក៏ងាយស្រួលយល់អាហ្នឹងយើងទិញជាដំណាក់កាលឥឡូវថាខ្ញុំមកមើលដូរ DOW ចឹងអាហ្នឹងយើងអាចប្រើវិធីសាស្ត្រទិញជាដំណាក់កាលហ្នឹងដើម្បីធ្វើ long term grow ក៏បានដែរឬក៏ long term investment ក៏បានដែរយើងអាចធ្វើបែបហ្នឹងដើម្បីយើងអាចទិញទុកដើម្បីយក dividend បានព្រោះដូរហ្នឹងក៏ល្អដែរមានន័យវាអាចយើងអាចទិញវាដើម្បីយក dividend បានណាហើយអាហ្នឹងខ្ញុំនិយាយអំពីទិញជាដំណាក់កាលឧទាហរណ៍ថាយើងមានលុយនិយាយខ្លីថាបើសិនជាយើងខ្ញុំនិយាយលើនេះបណ្ដោយតែយើងមានលុយ$2,000ចឹងយើងមានលុយ$2,000ចឹងយើងត្រូវ8វាជា2ផ្នែកបើសិនយើងចង់ទិញដូរចំនួន$2,000យើងកុំទិញទាំងអស់អានោះតាមកំណត់របស់ខ្ញុំយើងទៅ8វាជា2ផ្នែកចឹងយើងយកមួយផ្នែកទិញពាក់កណ្ដាលឧទាហរណ៍ថាក្រាបឧទាហរណ៍យើងចូលផ្សារមកវាស្ថិតនៅក្នុងកន្លែងមួយនេះបើក panel មួយសិនដើម្បីស្រួលមើលឧទាហរណ៍ថាយើងប្រើនេះអូខេចឹងគាត់ថាយើងបើកផ្សារមកយើងស្រឡាញ់យើងចង់ទិញយើងទិញតម្លៃនេះតម្លៃបានតម្លៃពី23.69ចឹងយើងដក 1000យើងដក 1000ចេញមកយើងដក 1000មកយើងទិញចំនួនទិញនៅតម្លៃ23.69ហើយយើងស្រឡាញ់ណាយើងឃើញយើងចូលទិញតម្លៃ3.69អញ្ចឹងយើងយក 1000 ទៅចែកនឹងបានយើងយក 1000 ទៅចែកនឹង23.69អូខេស្មើអញ្ចឹងយើងអាចទិញបានចំនួន42ហ៊ុនអូខេអញ្ចឹងជំរាបថាយើងទិញត្រេះចំនួនប៉ុន្មានយើងទិញនៅត្រេះវាទិញបានចំនួន42ហ៊ុនអូខេអញ្ចឹងយើងទិញ42ហ៊ុនបើសិនយើងគិតជាទឹកលុយអញ្ចឹង42ហ៊ុនស្មើនឹងប៉ុន្មានស្មើនឹង$1000យើងទិញវាទិញស្មើ$1000 42 share យើងនិយាយទៅ share ស្មើនឹង$1000អញ្ចឹងយើងទិញចំនួនបាន42 share អញ្ចឹងដល់ពេលយើងទិញហើយវាអត់បន្តឡើងទេអញ្ចឹងវាធ្លាក់ទៀតវាធ្លាក់បន្តទៀតព្រោះតែយើងវាធ្លាក់ដល់កន្លែងប៉ុណ្ណេះឬក៏យើងធ្លាក់ដល់ប៉ុណ្ណេះជាមានថាបើវាធ្លាក់ដល់ប៉ុណ្ណេះយើងត្រូវខាតប្រមាណព្រោះតែយើងទិញចំនួន42 share យើងទិញវាធ្លាក់ដល់តម្លៃប៉ុន្មានឥឡូវបច្ចុប្បន្នវាធ្លាក់ដល់តម្លៃ22.48អញ្ចឹងបើសិនយើងនិយាយពីគម្លាតរបស់វាគឺប្រហែលលេខវាប្រហែលលេខធ្លាក់1.21លេខចាំមានថាយើងមិញពីចំនួន42 share វាអស់26លេខចុះអូខេអញ្ចឹងមានថាមិញហ្នឹងវា1.21អញ្ចឹងយើងត្រូវយើងយក42គុណនឹង1.21ស្មើអញ្ចឹងយើងខាត់អស់$50តែតែយើងក្នុងមួយចន្លោះនេះគឺយើងអស់$50មានវាចុះ$50ប៉ុន្តែឥឡូវយើងនៅសល់$1000ទៀតដើម្បីត្រៀមទិញដូរដដែលអញ្ចឹងយើងត្រូវយើងចូលមកទិញ22.48មកអូខេយើងចំណាយ$1000ដើម្បីយើងទិញថែមទៀតតែយើងទិញបានប្រហែល$1000ចែកនឹងប្រហែលដែលយើងចង់ទិញនេះគឺ22.48ពេលយើងយក$1000ដែលនៅយើងសល់ពាក់កណ្ដាលទៀតយើងទិញអូខេអញ្ចឹងយើងលើកនេះយើងទិញចំនួន44 share យើងអាចទិញបាន44អញ្ចឹងយើងទិញវានៅតម្លៃ44អូខេជំរាបថាយើងទិញបានចំនួន44 share ស្មើនឹងប៉ុន្មានស្មើនឹង$1000ទៀតអញ្ចឹងយើងវីដេអូ
ជាមួយដូអស់បានអស់2000ហើយអញ្ចឹងតម្លៃយើងទិញម្ដង2ដងអញ្ចឹងតម្លៃលើកទី1គឺ 23.69 លើកទី2ហ្នឹងលើកទី2ហ្នឹងគឺ 22.48 អញ្ចឹងនេះលើកទី1លើកទី2អញ្ចឹងតម្លៃវាគឺអត់នៅដូចមុនទេមានថាដំបូងគឺយើងទិញនៅតម្លៃនេះមានថា entry របស់យើងគឺនៅកម្ពស់មួយនេះមាននេះកម្ពស់មួយនេះមានទីតាំងរបស់យើងគឺនៅស្ថិតនៅក្នុងកម្ពស់មួយនេះនៅកម្ពស់មួយនេះក៏ប៉ុន្តែបើយើងទិញថែមមួយទៀតអញ្ចឹងកន្លែង entry របស់យើងគឺខុសគ្នាកន្លែង entry របស់យើងគឺស្ថិតនៅខាងក្រោមនេះវិញម្ដងអញ្ចឹងអាចចំណុះកាត់នេះមានថាតម្លៃទី1តម្លៃទី2ក៏ប៉ុន្តែដល់ពេលយើងទិញវាតម្លៃជាមធ្យមរបស់វាគឺខុសគ្នាលើកទី1យើងទិញបានចំនួន42 share ហើយលើកទី2យើងទិញបាន44 share អញ្ចឹងតម្លៃរបស់វាគឺមានលក្ខណៈវាប្រែប្រួលខាត់មកក្រោមបន្តិចមានថាបើសិនជាឥឡូវគឺវាកំពុងខាត់$50ក៏ប៉ុន្តែបើសិនវាឡើងទៅលើបន្តិចគឺវាបំផុតឥឡូវខ្ញុំយកគណនីវាទាំងអស់គ្នាអញ្ចឹងខ្ញុំទៅសេអត់នេះបណ្ដោយទៅដើម្បីយើងស្រួលមើលអញ្ចឹងខ្ញុំសេអត់នេះហើយខ្ញុំដាក់ tag អូខេ tag ខ្ញុំធំបន្តិចហើយចឹងមានថាលើកទី1ចំនួន42 share 42 share នៅតម្លៃប៉ុន្មាននៅតម្លៃប៉ុន្មាននៅតម្លៃ 23.69 23.69 ស្មើអានេះយើងគិតតម្លៃជាក់ស្ដែងណាថាតើវាប្រហែលប្រហែល42គុណនឹង23.69ស្មើ99 4.98 អូខេស្មើនឹងប៉ុន្មាន99 4.98 ដុល្លារតែយើងចំណាយលុយជាក់ស្ដែងយើងចំណាយតែប៉ុណ្ណេះចឹងខ្ញុំដូរទៅនេះវិញអូខេចឹងយើងទៅទៀតចឹងអាទី2ម្ដងទី2យើង44 share គុណនឹងតម្លៃរបស់វាទៅប៉ុន្មានតម្លៃយើងចូលទិញគឺ 22.48 22.48 ស្មើយើងគិតលុយជាក់ស្ដែងចឹងអានេះ44គុណនឹង 22.48 ស្មើយើងចាយ98 9.12 ចឹងស្មើនឹងមិន98 9.12 អូខេចុចនឹង12ដុល្លារអូខេអញ្ចឹងអានេះយើងទិញចំនួន2ដងយើងទិញចំនួន2ដងវាលោតបានតម្លៃប៉ុណ្ណេះអញ្ចឹងដើម្បីយើងរកតម្លៃជាមធ្យមរបស់វាអញ្ចឹងដើម្បីរកជាមធ្យមរបស់វាគឺយើងយកមិនគឺយើងយកនេះយើងគឺយើងត្រូវយកមិនគឺយើងត្រូវយកចំនួន share ទី1share ទី1 first share យើងមិនទិញfirst share បូកនឹងនេះមុនសិនមានបូក second share មែនយើងទិញលើទី2 second share យើងទៅសេជាលេខដើម្បីខ្លីfirst share first share បូកនឹងអានេះសិនប្រហែលស្មើនឹង second share ដែលយើងទិញលើកទី2ហ្នឹងស្មើនឹងប៉ុន្មាន42បូកនឹង42បូកនឹង44អូខេខ្ញុំប្រូមួយតិចដើម្បីនេះធំពេកខ្ញុំយក32អូខេប៉ុណ្្នឹងឲ្យមើលយល់ហើយអញ្ចឹងស្មើនឹងប៉ុន្មានស្មើនឹង86អញ្ចឹងយើងទិញស្រូវគឺ86អញ្ចឹងទៅបន្តិចយើងបូកទឹកលុយយើងបូក cash first cash យើង first cash បូកនឹង second cash ដែលយើងបូកនឹងអាលុយយើងទឹកលើកទី2
យ៉ាស្មើប៉ុន្មានស្មើនឹង944 944.98 ដុល្លារបូកនឹង98 989.12 ស្មើនឹងប៉ុន្មានយើងបូកមកបូកនឹង944.98 944.88 88 98 98ស្មើ1984.01 គិតអស់19 84.01 1984.01 អូខេគិតអស់ដុល្លារអញ្ចឹងដើម្បីរកតម្លៃជាមធ្យមរបស់វាអញ្ចឹងយើងត្រូវយកនេះគឺជា share គឺជា share អញ្ចឹងយើងត្រូវយកអាណាយើងត្រូវយកចំនួន share យើងត្រូវយកទឹកលុយយើងត្រូវយកចំនួនទឹកលុយហើយយើងត្រូវទឹកលុយប៉ុន្មាន19.84 ចែកប្រើសញ្ញានេះចែកនឹង1ចែកនឹង81 share ស្មើអញ្ចឹងយើងយកអានេះទៅចែកនឹង86អញ្ចឹងតម្លៃជាមធ្យមរបស់វាគឺបើយើងគិតប្រកួតយកទៅព្រោះយើងគិតយកត្រឹមតែក្រោយពីវិគ្រោះទៅយើងមានតែ 22.07 អញ្ចឹង 23.07 អូខេអញ្ចឹងតម្លៃរបស់វាគឺ23.07 ចាំមានថាកាលណាបើសិនជាវាឡើងផុតពី 23.07 យើងចំណេញឥឡូវត្រឹមហ្នឹង 23.07 អូខេខ្ញុំដាក់អានេះមួយមកដើម្បីយើងដាក់ conditional វាអូខេអញ្ចឹងអានេះយើង conditional ត្រង់កន្លែងណា 23.07 អូខេយើងដាក់ថមពីមកដើម្បីស្រួលមើលនេះមានថាវាឡើងតម្លៃដើមយើងនៅខាងលើតម្លៃទី2នៅខាងក្រោមអញ្ចឹងបើសិនជាយើងទិញតែម្ដងបានដល់តម្លៃក្រោមនេះគឺវានឹងឡើងតិចចំណេញហើយប៉ុន្តែដូចថាយើងទិញខាងលើអញ្ចឹងខាតលើវាចុះវានៅក្រហមអញ្ចឹងយើងទៅទិញលើទី2អញ្ចឹងតម្លៃរបស់វាគឺអត់មាននៅខាងលើទេគឺវាធ្លាក់ចុះមកក្រោមអញ្ចឹងកាលណាបើ stock វាបូកឡើងទៅលើនេះបូកឡើងកម្ពស់ប៉ុណ្ណេះវាសើឡើងបូកផុតតម្លៃប៉ុន្មានតម្លៃ 23.07 យើងចាប់ដើមរកឃើញចំណេញហើយមានថាវាអត់ចាំបាច់ឡើងដល់ទៅលើ entry លើកទី1ទេមានថាវាអត់ចាំបាច់លោតឡើងដល់លើកទី1ទេមានថាវាឡើងដល់កម្ពស់ប៉ុណ្ណេះគឺយើងបានចំណេញហើយអញ្ចឹងមានថាបើសិនវាឡើងផុតតែត្រង់កន្លែងaverage price ដែលយើងបានគណនាឲ្យមិញនេះតម្លៃប៉ុន្មាន 23.07 នេះដែលយើងឃើញនេះចាំមើលអូខេខ្ញុំដាក់មកក្រោមមកដើម្បីស្រួលមើលហើយយើងអាច stop សិនទៅដើម្បីយកមកគណនាជាឧទាហរណ៍ដាក់ណាស្រួលមើលទេអត់ទៅមិនចឹងនេះក៏អត់ឲ្យអូអញ្ចឹងសោះខ្ញុំដាក់លេខធំពេកចឹងខ្ញុំព្រោះវារៀងតូចជាងនេះតិចយើងត្រឹម20បានហើយស្រួលមើលអញ្ចឹងយើងអាច stop ហើយយើងព្រិចទុកបានខ្ញុំច្រឡំពពួកនេះអញ្ចឹងយើងអាចនេះទៅយើងដាក់តែមកហើយយើងមើលស្រួលមកគ្នាអញ្ចឹងអានេះ entry ទី1យើងដូរលេខមកវាមិនអាទី1នេះតពិតទៅតម្លៃជាក់ស្ដែងរបស់វាគឺមិនតម្លៃជាក់ស្ដែងរបស់វាគឺ994.98 994.98 អូខេអញ្ចឹងតម្លៃទី2នេះជាក់ស្ដែងរបស់វាតពិតប្រហែល989.12
9 9 ok dân ở dân ai giờ thì từ mơ bán hay anh đã biết chấn cái nào bởi dân tinh mà đòn ấy bởi vì ở trên anh tí cái nào thiệt đó cô đang nói muốn ai tinh thèm máu đâm lại chỉ một số với cái cho cầu và sao dân tinh nhờ ta lại chìm xong cả tại tràn nếu anh dân để sao dân tinh nhờ phòng bay chụp này và tái và sân dương ở tinh lơ tp của tinh lơ tp dương trong tinh ở tập pk dân tinh ở tràn chứ là sao dân phòng bay chụp này và tái và sao dân tinh tràn với anh lại cho thay như thế anh lấy nhầm đồ nhầm tô sân gì nhưng mà đâm lại lơ tp này nhầm tinh cho luôn mắn nên mắn để là biết rồi mà có phải bây giờ sai vậy ok chẳng ngờ và sai nhầm vô tinh time people là thì người ta dùng tinh time từng ở rồi people trai năng bật phải pi dịch sai vậy ok chẳng bọc sai dùng tinh ở vô lui people tự tinh nghe than lưu thì mũi dùng anh nhưng mà tinh mình phải sập buồn kịch của làm người ta cứ phải sập buồn chứ mà sao nhưng mà tinh chỉ luôn ở tinh chỉ luôn ở phải sập buồn thèm nghe tha ở tinh pi đòn là lại tinh là muốn mẹ ta là muốn những tinh ta mà khay dương vô mà khay mà tinh tại là nó dương vô pi khay mà tinh gì mà đòn chân em vô tinh đầu tư ba sầm buồn chân dương kết sạch may mắn là bây giờ kết lui chết đấy ba sầm buồn con nâng mà phải bị chết sai vậy smart ok là cái tôi đi tới cứ pi ban chết pi ok pi ban chết pi pi ban chết pi pi ban chết pi ok chân pi ban chết pi dân chân lâu thì muốn lâu thì pi dân đồ lấy nó cứ bạn buồn bột này tới cứ mà rồi mà ở cao sập bột xài mùi cao sập bột xài muối vì tới chi mà rồi xa mùi mà rồi xa cho mùi để chân lưới không để tiết lưới anh dân đồ đấy vì vì bán cho chết vì chết vì chân từ mắn anh dân bột là cao muốn bốn chỉ cao vậy bột nâng cao muốn bốn chỉ cao vậy smart vì mà pin bốn cao pram trên bờ em cho lòng check cái xe mà pay muốn bốn pay muốn pram trên bờ pay muốn pram trên bờ ok chẳng dân vô dân đầu lệ này máu mà pay muốn pram trên bờ chai nâng mà rồi xa mùi chơi cái món xa muối mà chẳng dân vô này thì chai nâng mà rồi xa mùi mà có phải bị chích bài mùi mà nâng mà phải bị chích bài mùi chứ mẹ tham gia dân tính tràn chẳng ở tại lại viên này sọt cho một cọng tiền nhầm thèm mà đi mắng cho bây giờ sửa vào đó nhé đi mắn nhưng mà phải bị chơi bài mùi ok ok nhá người ta dân tinh nhà position lực thì này cứ dân tinh tràn chỉ môn pi đòn về lực lực thì mũi dân tinh ở trên luôn mà dân dư lương mà bên tinh chẳng dân tinh mà sai pi những từ pi dân dư pi bên tính chẳng pi khe từ tính chẳng dân ở cái tinh mà là bàn buồn là bây giờ sau máu lại chìm xuống vào vía average price vào vía này ai cả là average price nhau bạn đã soi sang average price average price mà chẳng là lại chìm xuống một cái cứ PB cho bàn vậy chứ việc trong bánh lang đo mà phải bây giờ người ta vì lang đo trầm tạ để bạc câu thì pin ní nhưng về vì lang phật bạc câu ní
យើងចំណេញវាឡើងទៅលើទៀតគឺចំណេញកាន់តែចំណេញព្រោះតែឡើយជាមធ្យមរបស់វាគឺវាខិតចុះមកក្រោមកាន់តែច្រើនអញ្ចឹងបើស្អែកយើងលើកទី2យើងទិញកាន់តែច្រើនវាទាញចុះកាន់តែច្រើនក៏ប៉ុន្តែអាហ្នឹងយើងមានថាយើងទិញថែមរហូតអាហ្នឹងសម្រាប់អ្នកគេ long term គឺវាអត់បញ្ហាទេមានថាគេមានលុយគេទិញថែមរហូតកាលណាតម្លៃវាចិត្តធ្លាក់គេទិញថែមអញ្ចឹងពេលវាបកឡើងទៅលើតែបន្តិចគឺគេទទួលបានផលចំណេញហើយមានថាគេអាចទិញថែមដើម្បីឲ្យតម្លៃវាកាន់តែធ្លាក់ចុះមកក្រោមដូចលើកទី1អញ្ចឹងដោយសារខ្ញុំទិញតម្លៃស្មើគ្នាអញ្ចឹងវានៅចែកគ្នាម្នាក់ពាក់កណ្ដាលក៏ប៉ុន្តែដល់ពេលលើកទី2ខ្ញុំទិញអានេះច្រើនជាងអញ្ចឹងគឺវាខិតមកក្រោមបន្តិចមានថាវាទៅជា2/3វិញអានេះ2/3អញ្ចឹងវាខិតមកក្រោមវានៅសល់វាខិតមកក្រោម2/3អញ្ចឹងវានៅសល់1/3ទៀតដែលវាត្រូវដើរទៅលើវិញអញ្ចឹងវាដើរទៅលើតែវិញតែបន្តិចទេមានតែដើរទៅលើវិញតែប្រហែលលេខទេវាអាចឡើងផុតហើយតែបើសិនយើងទិញពាក់កណ្ដាលម្នាក់មានថាវាឡើងទៅគ្រឿងខ្ពស់គ្រាន់អញ្ចឹងបើសិនយើងទិញលើកទី2កាន់តែច្រើនឬក៏លើកទី3លើកទី4លើកទី5បើសិនយើងចង់ទិញថែមបន្តទៅគ្នាអញ្ចឹងវាបុកបន្តទៅគ្នារហូតអញ្ចឹងតែរបៀបយើងទិញជាដំណាក់កាលអញ្ចឹងមានថាមានយើងឃើញយើងមានលុយច្រើនយើងទិញម្ដងទាំងអស់សរុបតែម្ដងឯងពួកពេលខ្លះយើងទិញទៅវាអត់ចំណេញទេពេលយើងទិញរួចវាធ្លាក់ចុះក្រោមដល់នេះអញ្ចឹងព្រោះតែយើងទិញតម្លៃប៉ុណ្ណេះយើងឃើញវាឡើងហើយឃើញវាឡើង2 3%យើងទិញតម្លៃប៉ុណ្ណេះប៉ុន្តែវាអត់ឡើងទៅទៀតទេវាធ្លាក់មកក្រោមទៀតអញ្ចឹងដូច្នេះហើយតែពេលយើងទៅទិញនៅតម្លៃទាបប៉ុណ្ណឹងឯងមានថាដល់ពេលយើងដាក់តម្លៃទាបទិញហ្នឹងឯងវាទិញលើកទី1មិនបានល្អតម្លៃល្អអញ្ចឹងកាន់តែវាធ្លាក់ទៀតយើងទិញថែមទៀតអញ្ចឹងសម្រាប់ stock ដែលគេមានភាគហ៊ុនឬក៏ stock ដែលវាstrong stock ដែលគេល្អឬក៏ stock ធំគឺវាអាចនឹងមានស្ថានភាពឡើងត្រឡប់ទៅលើវិញអញ្ចឹងវាយើងធ្លាក់មួយលេខយើងទិញថែមឬក៏យើងធ្លាក់ថាយើងកំណត់ថាយើងទៅធ្លាក់5លេខយើងទិញបន្តឧទាហរណ៍យើងបើសិនយើងទិញថែមឧទាហរណ៍ខ្ញុំអានេះយើងធ្លាក់មិនធ្លាក់តែប៉ុណ្្នឹងឯងធ្លាក់ទៅឆ្ងាយទៀតធ្លាក់5លេខធ្លាក់10លេខអីចឹងយើងទិញថែមអញ្ចឹងតម្លៃរបស់វាមកជាខ្ញុំវិញក៏វាចេះតែបន្តចុះទៅក្រោមថែមទៀតដែរជាមានថាហ្នឹងយើងទិញថែមរាល់ពេលដែលវាធ្លាក់ចុះអូខេអញ្ចឹងឥឡូវយើងនិយាយឡើងវិញថាបើសិនជាយើងទិញហើយបានចំណេញអូខេយើងយកចំណេញទៅពាក់កណ្ដាលហ្នឹងទៅវាអត់បញ្ហាទេបើសិនយើងគោលដៅយកប្រហែលលេខអញ្ចឹងក៏ប៉ុន្តែបើសិនយើងទិញហើយចុះយើងអត់ចង់បិទទាំងខាតទេឬក៏យើងចង់បន្តវាយកវាបន្ថែមទៀតយើងអាចទិញថែមទៅដើម្បីឲ្យតម្លៃជាមធ្យមរបស់វាឬក៏ average price របស់វាធ្លាក់ចុះមកក្រោមបន្តិចអញ្ចឹងកាលណាយើងទិញកាន់តែច្រើនតម្លៃវាគឺធ្លាក់មកកាន់តែរាំងឆ្ងាយគ្រាន់តែមានថាវាជួយឲ្យយើងឆាប់ទទួលបានផលចំណេញត្រឡប់ទៅវិញព្រោះកាលណាយើងទិញមកនេះកាលណាវាឆ្លងអាបតិតពើខៀវនេះវាថាចំណេញហើយវាចាប់ដើមចំណេញរហូតវាចាំបាច់ឡើងដល់កម្ពស់ខាងលើវិញនេះវិញទៀតទេអ្នកថាវាឆ្លងដល់បតិតមួយនេះគឺវាទទួលបានផលចំណេញហើយចឹងនេះយើងទិញជាដំណាក់កាលអ្នកយើងមិនទិញតែម្ដងយើងទិញជាដំណាក់កាលម្ដងហើយម្ដងទៀតបន្តទៅគ្នារហូតនិយាយទៅដូចយើងត្រីកោណមួយចឹងនេះដូចត្រីកោណមួយចឹងមានថាកាន់តែធ្លាក់យើងទិញអញ្ចឹងវាសរុបរួមមកវាទាញតម្លៃជាមធ្យមរបស់វាខិតមកក្រោមរហូតអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងចាំជួបគ្នាវីដេអូក្រោយអញ្ចឹងយើងអាចបើមានអីឆ្ងល់យើងអាចដាក់នៅ comment ខាងក្រោមបានហើយអាចចូលរួមក្រុមរបស់ខ្ញុំបាន free